បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះមកទស្សនាទេសភាពនៅម្ដុំផ្ទះខ្ញុំមួយទៀតដែរបងប្អូនដែលបងប្អូនយើងនៅម្ដុំហ្នឹងគេស្គាល់ថាភ្នំដំរីបងប្អូនហើយអញ្ចឹងហើយបងប្អូនដែលអត់ស្គាល់ឥឡូវតោះខ្ញុំរៀបរាប់ពីភ្នំដំរីឲ្យបងប្អូនស្ដាប់ខ្លះភ្នំដំរីគឺជាតំបន់ទេសចរធម្មជាតិមួយដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងស្ថិតនៅក្នុងស្រុកកំពង់ត្រាចខេត្តកំពតតំបន់នេះមិនត្រឹមតែល្បីល្បាញដោយសារទេសភាពដ៏ស្រស់ត្រកាលប៉ុណ្ណោះទេថែមទាំងដើរតួនាទីយ៉ាងសំខាន់ជាអាងស្តុកទឹកសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នោះទៀតផងទីតាំងនិងលក្ខណៈភូមិសាស្ត្រភ្នំដំរីមានទីតាំងស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពតទីនេះមានចម្ងាយប្រហែលជា27ទៅ44គីឡូម៉ែត្រពីទីរួមខេត្តកំពតរង្វង់មូលទុរេនអ្វីដែលធ្វើឲ្យតំបន់នេះមានភាពទាក់ទាញគឺទេសភាពចម្រុះភ្នំដំរីត្រូវបានហ៊ុមព័ទ្ធដោយធម្មជាតិដ៏ស្រស់ត្រកាលពោពេញដោយភ្នំថ្មដែលមានរូបរាងប្លែកបឹងនិងវាលស្រែនៅជុំវិញជើងភ្នំមានបឹងទឹកដ៏ធំព័ទ្ធជុំវិញលាយឡំជាមួយនឹងវាលស្រែបៃតងលាតសន្ធឹងរាប់សិបហិកតាដែលផ្ដល់នូវទិដ្ឋភាពជនបទដ៏ស្ងប់ស្ងាត់និងត្រជាក់ភ្នែកសក្តានុពលទេសចរនិងអត្ថប្រយោជន៍ភ្នំដំរីផ្ដល់នូវបទពិសោធន៍ទេសចរជាច្រើនសម្រាប់អ្នកចូលចិត្តធម្មជាតិកន្លែងថតរូបស្អាតទេសភាពភ្នំថ្មជាប់នឹងផ្ទៃទឹកបឹងខៀវស្រងាត់និងវាលស្រែគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកចូលចិត្តថតរូបនិងលេងកម្សាន្តការលំហែកាយទីនេះស័ក្តិសមសម្រាប់ការដើរលេងកម្សាន្តគយគន់ធម្មជាតិនិងស្រូបយកខ្យល់អាកាសបរិសុទ្ធពីតំបន់ភ្នំអាងស្តុកទឹកក្រៅពីតំបន់ទេសចរភ្នំដំរីជាទីតាំងអាងស្តុកទឹកដ៏ធំមួយដែលត្រូវបានសាងសង់ឡើងដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាកសិករក្នុងតំបន់នោះផងដែរគម្រោងអភិវឌ្ឍរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការអចិន្ត្រៃយ៍តំបន់ឆ្នេរនឹងកំពុងរៀបចំផែនការលំអិតដើម្បីកែលម្អនិងលើកកម្ពស់សោភ័ណភាពភ្នំដំរីឲ្យក្លាយជារមណីយដ្ឋានទេសចរកម្រិតខ្ពស់ការអភិវឌ្ឍនេះនឹងបន្ថែមសក្តានុពលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈការបង្កើតមុខរបរផ្នែកទេសចរនិងកសិកម្មពេលខ្លះភ្នំដំរីអាចសំដៅលើជួរភ្នំដំរីនៅខេត្តកំពតកែបដែលរួមបញ្ចូលទាំងឧទ្យានជាតិភ្នំបូកគោឬស្រះដំរីនៅលើភ្នំគូលែនខេត្តសៀមរាបប៉ុន្តែតំបន់ភ្នំដំរីនៅស្រុកកំពង់ត្រាចខេត្តកំពតគឺជាទីតាំងដែលកំពុងលេចធ្លោទីតាំងទេសចរធម្មជាតិថ្មីមួយទៀតបាទហើយនេះគឺជាទេសភាពស្អាតនៅភ្នំដំរីបងប្អូនឃើញថាពេលល្ងាចទឹកឡើងថ្លាឆ្វង់បើខែវស្សាវិញទៀតទឹកឡើងពេញព្រៀបលិចគុំស្មៅនឹងបាត់អស់ហើយបងប្អូនហើយស្អាតមែនតើសម្រាប់ខ្ញុំគិតថាស្អាតណាស់សម្រាប់សម្រស់វានៅខែវស្សាគឺស្អាតខ្លាំងរហូតដល់ថាយើងគយគន់ទៅវាត្រជាក់ភ្នែកធ្វើឲ្យអារម្មណ៍យើងវាស្រស់ស្រាយបាត់អស់ទុក្ខកង្វល់បងប្អូនអាចសាកល្បងមកលេងកម្សាន្តនៅទីនេះបានជាពិសេសវាមានជើងភ្នំស្អាតនៅជួបនឹងទឹកនឹងម្ដងនៅពេលដែលខែវស្សាទឹកឡើងដល់ជើងភ្នំទៅមើលទៅវាឃើញស្អាតមែនតើបងប្អូនបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ